Haiអ្វីបានជា mental slack ឬក៏នៅខ្មែរនេះគេហៅ Rambo កាទឿអាចរក្សាបានភាពល្បីល្បាញអស់រយៈពេល25ឆ្នាំនៅក្នុងពិភពហ្គេមសំណួរទាំងនេះជាផ្នែកមួយនៃភាពអស្ចារ្យនៃ Game Mental Slack ដែលគេហៅ Rambo កាទឿដែលជាស្នាដៃដំបូងរបស់ក្រុម Naga Corporation និង SNK បានបង្កើតឡើងចាប់តាំងពីឆ្នាំ1996 Mental Slack ឬក៏ Rambo កាទឿគឺជាប្រភេទ Game Run and Gun 2D ដែលអ្នកលេងត្រូវបញ្ជាតួអង្គទាហានស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងកងសពសត្រូវនិងសត្រូវភាគច្រើនជាទាហានហើយនិងមនុស្សភពផ្សេងទោះបីជាហ្គេមមានភាពបាញ់គ្នារញ៉េរញ៉ៃបែបកាយសាហាវក៏ដោយប៉ុន្តែមើលទៅ style animation បែបកំ pl ែងនិងតួអង្គរចនាមកមើលទៅដូចជាកូនក្មេងមានភាពទាក់ទាញហើយធ្វើឲ្យការលេងមានភាពសប្បាយក្រុម Naga Corporation បានប្រើបច្ចេកទេស Pixel Art ដ៏ល្អឥតខ្ចោះដើម្បីបង្ហាញលក្ខណៈសម្បត្តិហ្គេមដ៏ស្រស់ស្អាតទាក់ទាញនិងការផ្លាស់ប្ដូរមុខមាត់របស់តួអង្គយ៉ាងច្បាស់បន្ទាប់ពីភាពជោគជ័យដំបូង SNK បានទិញ Naga Corporation ហើយបន្តអភិវឌ្ឍវគ្គបន្ទាប់ដូចជា Mental Slack, Mental Slack 2, Mental Slack X, Mental Slack 3, Mental Slack 4, Mental Slack 5, Mental Slack 6, Mental Slack 7, Mental Slack X ដែលនាំឲ្យហ្គេមនេះក្លាយទៅជាប្រភេទហ្គេមដែលជាប្រភេទសម្រាប់អ្នកលេងទូទាំងពិភពលោកដែលទទួលបានភាពរីករាយនិងបង្កើតអនុស្សាវរីយ៍ជាច្រើនជាមួយនឹងតួអង្គចម្បងដូចជាក្រុម Peregrine Falcon PF Squad, Marco Rossi, Tama Roving, Eri Kasamoto, Fio Jeremy, ក្រុម Ikari Warriors មកពី KOF, Ralph Jones, Clark Steele, Leona Hayden, Mental Slack 4, Trevor Spacey, Nadia Cassell និងតួអង្គជាច្រើនទៀតនៅក្នុងវគ្គនីមួយៗអ្នកលេងអាចជិះយានជំនិះ Mental Slack ជាច្រើនតាមវគ្គនីមួយៗបាញ់ប្រឆាំងនឹងសត្រូវធំៗនិងសង្គ្រោះអ្នកទោសវាមិនត្រឹមជាហ្គេមបាញ់គ្នានោះទេប៉ុន្តែវាជាផ្នែកមួយនៃសិល្បៈដែលបញ្ជាក់អំពីភាពស្មោះត្រង់នៃក្រុមអ្នកបង្កើតចំពោះការងារផ្នែកសិល្បៈនិងកម្សាន្តសរុបមកការកសាងហ្គេម Mental Slack ឬក៏ Rambo កាទឿមិនមែនជាគ្រាន់តែហ្គេមសម្រាប់បាញ់គ្នាកម្សាន្តលេងប៉ុណ្ណោះទេប៉ុន្តែវាជាស្នាដៃសិល្បៈដែលបង្ហាញពីភាពច្នៃប្រឌិតនិងការស្រឡាញ់ចំពោះហ្គេមអាខាតឬបែបហ្គេមទូដាកាវាបានបង្រៀនអ្នកលេងអំពីភាពអត់ធ្មត់សហការជាក្រុមនិងការលេងសើចនៅក្នុងសង្គ្រាមទោះបីជាមានហ្គេមទំនើបជាច្រើនកើតនៅក្នុងសម័យបច្ចុប្បន្ន Mental Slack ឬក៏ Rambo កាទឿនៅតែជាផ្នែកមួយនៃប្រវត្តិសាស្ត្រហ្គេមដែលមិនអាចលុបចេញពីចិត្តអ្នកលេងបានឡើយជួបគ្នាវីដេអូក្រោយអរគុណជម្រាបលាហេងទាំងអស់គ្នា